សន្និដ្ឋានជហ៊ុនសែនចាប់ទុកទង្វើជនជាតិថៃដែលតាំងរូបសម្ដេចបានយករង្វាន់ជាទង្វើអមនុស្សនិងអន់ជាងសត្វសន្និដ្ឋានជហ៊ុនសែនប្រធានប្រសិទ្ធភាពនៃកម្ពុជានៅព្រឹកថ្ងៃទី6ខែតុលាឆ្នាំ2025នេះបានបង្ហាញសារពិសេសមួយដោយសូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់សូមកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វដោយថៃមួយចំនួននិងកំពុងធ្វើដាក់សម្ដេចហើយសម្ដេចតេជោក៏បានប្រកាសឲ្យដឹងថាប្រសិនបើបងប្អូនឈឺជាមួយថៃសូមកុំទិញទំនិញថៃមកប្រើនិងឈប់ប្រើប្រាស់ប្រាក់បាតថៃលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងហិរញ្ញវត្ថុរបស់ជាតិយើងក្នុងសំណេររបស់សម្ដេចតេជោហ៊ុនសែនបានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងនោះដូចខាងក្រោមនេះគឺជាជនជាតិស៊ីវិលមានសុជីវធម៌គុណធម៌និងអរិយធម៌ខ្ពស់សូមជនជាតិរួមជាតិកុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជាងសត្វមិនថាជាវីដេអូធ្វើដោយមនុស្សផ្ទាល់ឬ AI ក៏សុទ្ធតែបង្ហាញនៅអំពើអាក្រក់ទាំងអស់មិនថាជនជាតិណាឬក្រុមមនុស្សណាមួយកន្លងមកបងប្អូនយើងមួយចំនួនបានសុំខ្ញុំដើម្បីធ្វើការឆ្លើយតបតាមរយៈយករូបថតឬព្រះកេឆាយាលក្ខណៈព្រះមហាក្សត្រថៃយកមកដាក់ឲ្យបាញ់យករង្វាន់ដោយជនជាតិថៃមួយចំនួនបាននឹងកំពុងធ្វើខ្ញុំបានប្រាប់ទៅវិញថាបើយល់ថាគេធ្វើបែបនេះជាការខុសសូមកុំប្រឡងយកខុសឬជាមួយគេធ្វើអីព្រោះអំពើបែបនេះជាអំពើអមនុស្សនិងអន់ជាងសត្វទៅទៀតខ្ញុំបានបញ្ជាក់បន្ថែមថាពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបាត់ជប់បាញ់កំពុងស្ថិតក្នុងស្ថានភាពផុតស្រួលឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពយើងនិងប្រជាជនយើងមួយចំនួនតបតរបៀបបង្ការអន្តរភាពខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិយើងសូមកុំយកព្រះឆាយាលក្ខណៈព្រះមហាក្សត្រថៃឬរូបភាពមេដឹកនាំថៃណាមួយមកធ្វើមិនក៏បីឲ្យសោះទោះបីជាប្រទេសយើងតូចប្រជាជនយើងមានចំនួនតិចសេដ្ឋកិច្ចយើងទន់ខ្សោយតែយើងកុំទន់ខ្សោយខាងសីលធម៌យើងត្រូវតែបន្តជាតិសាសន៍ថៃធ្នូមានសីលធម៌ខ្ពស់ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃមិនចូលចិត្តថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រីកឯករាជ្យភាពខាងហិរញ្ញវត្ថុរបស់ជនជាតិយើងសូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃនិងប្រជាជនថៃដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជាខ្ញុំជឿជាក់ថាប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេមនុស្សមួយចំនួននៅថៃរាប់ទាំងក្នុងដឹកនាំថៃអ្នកផងកំពុងវាតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថាកំពុងជួបការលំបាកក្រោយពីថៃបិទច្រកព្រំដែនដោយខ្វះទំនិញប្រើប្រាស់ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃទៀតដែលវាក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំមិនតិចជាង$5,000 លានទៅទិញទំនិញថៃហើយបង្វិលលុយនោះមកទិញទំនិញក្នុងស្រុកដែលធ្វើឲ្យទំនិញផលិតផលក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រីកសេដ្ឋកិច្ចកម្ពុជាយើងនឹងមិនឲ្យមានទៅសុំទិញទំនិញថៃមកលក់ក្នុងទីផ្សារនោះយើងទេគឺយកលុយទៅទិញសូមអ្នកដឹកនាំពាក្យថៃកុំយល់ច្រឡំនិងប្រមាថកម្ពុជាជាបន្តទៀតយើងនឹងដឹងថាពួកអ្នកជាអ្នកមានជាងកម្ពុជាតែអ្នកត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃទៅធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូលសូមប្រជាជនថៃដែលធ្លាប់ទិញទំនិញមកកម្ពុជាដែលធ្លាប់មកលក់ទំនិញមកកម្ពុជាកុំខឹងកម្ពុជាដែលជាអធិរាជជនដ៏ធំមួយត្រូវបាត់បង់ដែលនោះមិនមែនជាកំហុសរបស់កម្ពុជានោះទេចុងក្រោយខ្ញុំចង់ជម្រាបលាទៅបងប្អូនពិសេសបងប្អូននៅក្នុងចិត្តព្រំដែនសូមប្រញាប់បដូរប្រាក់បាតថៃជាមួយប្រាក់រៀលឬដុល្លារព្រោះខាងមុខបងប្អូននឹងរងការខាតបង់ធ្ងន់ធ្ងរនិងអាចខ្លាចជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រោងដោយគម្រាមករណីអគ្គិសនីអ៊ីនធឺណិតនិងប្រេងឥន្ធនៈកាលពីពេលមុនឈប់ប្រើប្រាស់ប្រាក់បាតមកប្រើប្រាស់ប្រាក់រៀលគឺជួយពង្រឹងនៅហិរញ្ញវត្ថុរបស់ជាតិយើង